ក្លាប់តែធ្វើមន់ដុតកូកាមន់ដុតទឹកឃ្មុំអីឥឡូវបងប្អូនសាកមកមន់ដុតអំបិលម្ទេសម្ដងអត់ធានាថារសជាតិរបស់គេនឹងគឺមកឆ្ងាញ់មកបងប្អូនមន់របស់យើងដុតចេញមកគឺសាច់របស់គេនឹងគឺឡើងទន់ផ្អែមផុយល្អហ្មងហើយបើបានជ្រលក់ជាមួយទឹកត្រីកោះកុងជូរហិលអញ្ចេះទៀតគឺកាន់តែមានរសជាតិឆ្ងាញ់ចំពោះមាន់គឺខ្ញុំមានជាមាន់ស្រែមួយក្បាលទម្ងន់1គីឡូយើងលាងទឹកឲ្យស្អាតទុកមួយដុំសិនមកហើយបន្តមកទៀតយើងមានជាខ្ទឹមសខ្ទឹមក្រហមហើយនិងម្ទេសដៃនាងខ្ទឹមសដាក់ឲ្យរាងច្រើនមកបងប្អូនហើយម្ទេសដាក់តិចច្រើនតាមចំណង់ចំណូលចិត្តហើយក្នុងនោះខ្ញុំបន្ថែមស្ករប្រហែលជាមួយស្លាបព្រាកាហ្វេដែរដើម្បីឲ្យយើងបុកទៅឆាប់ម៉ត់ល្អហើយវាអត់សូវខ្ទាតអញ្ចឹងណាចំពោះខ្ទឹមសហើយនិងម្ទេសនេះខ្ញុំប្រើរាងច្រើនដោយសារតែយើងត្រូវទុកពាក់កណ្ដាលសម្រាប់ធ្វើទឹកត្រីកោះកុងបន្ទាប់ពីបុកវាបានម៉ត់មកល្មមហើយយើងដួសវាទុកពាក់កណ្ដាលមកហើយពាក់កណ្ដាលទៀតទុកសម្រាប់ប្រឡាក់ជាមួយមាន់ខ្ទឹមក្រហមខ្ញុំដាក់បុកលាយជាមួយនឹងប្រហែលជា7 8កូនដុំតូចបុកវាមើលទៅមកម៉ត់ល្មមហើយចាំយើងចាប់ផ្ដើមលាយគ្រឿងហ្មងចំពោះអំបិលហ្នឹងគឺខ្ញុំដាក់ទៅកន្លះស្លាបព្រាកាហ្វេទេប៊ីចេង1ស្លាបព្រាកាហ្វេម្សៅស៊ុប1ស្លាបព្រាកាហ្វេស្ករ3ស្លាបព្រាកាហ្វេទឹកប្រេងខ្យងចំនួន3ស្លាបព្រាបាយទឹកស៊ីអ៊ីវធម្មតា1ស្លាបព្រាបាយហើយចុងក្រោយហ្នឹងគឺជាទឹកស៊ីអ៊ីវខាប់ខ្ញុំដាក់ចំនួន2ស្លាបព្រាបាយចំពោះស៊ីអ៊ីវខាប់នេះបងប្អូនដាក់ក៏បានអត់ក៏បានទេណាអានឹងយើងដាក់ប្រឡាក់ជាមួយទៅដើម្បីឲ្យមាន់របស់យើងនឹងវាមានសបល់ក្រហមស្អាតអញ្ចឹងទៅបន្ទាប់ពីច្បល់គ្រឿងចូលជាតិមកល្មមហើយបងប្អូនអាចភ្លក់មើលបានណាយើងភ្លក់ហើយថែមថយគ្រឿងតាមចំណង់ចំណូលចិត្តប៉ុន្តែចំពោះខ្ញុំប៉ុណ្ណឹងគឺមកល្មមមកបងប្អូនរសជាតិគឺខ្ញុំអត់យកប្រៃពេកទេគឺខ្ញុំយកតែមកល្មមទេហើយមាន់មុននឹងយើងចាប់ផ្ដើមប្រឡាក់ហ្នឹងគឺខ្ញុំឆូតវាបន្តិចបងប្អូនដើម្បីឲ្យយើងប្រឡាក់ទៅគឺវាចូលជាតិបានល្អហើយចំពោះគ្រឿងដែលយើងបានលាយហ្នឹងបងប្អូនកុំដាក់ប្រឡាក់ទាំងអស់យើងទុកវាខ្លះទៅទុកលាបពេលដែលវាជិតឆ្អិនអញ្ចឹងទៅធ្វើឲ្យមាន់របស់យើងនឹងចូលជាតិកាន់តែឆ្ងាញ់ហើយសបល់វានឹងក៏ក្រហមស្អាតដែរហើយទាំងក្នុងពោះមាន់ទាំងក្នុងអីក៏យើងប្រឡាក់ដែរណាបងប្អូនយើងអត់ប្រឡាក់តែខាងក្រៅទេយើងប្រឡាក់វាមើលទៅចូលជាតិមកល្មមបងប្អូនបត់គល់ស្លឹកគ្រៃ2គល់3គល់ញាត់ចូលទៅក្នុងពោះមាន់នឹងមកបន្ទាប់មកនឹងយើងមានជាស្លឹកក្រូចសើច 4-5 ស្លឹកហើយនឹងរំដេងនឹងមួយដុំប្រហែលជាប៉ុនមេជើងយើងកាត់វាជាដុំតូចដាក់ចូលទៅក្នុងពោះមាន់ទៅដើម្បីឲ្យវាមានក្លិនឈ្ងុយទាំងខាងក្នុងទាំងខាងក្រៅបន្ទាប់ពីយើងប្រឡាក់មាន់រួចរាល់អស់ហើយឥឡូវយើងមកដាក់ខ្ទះរៀបចំដុតហ្មងចំពោះផ្នែកបាតហ្នឹងក៏យើងដាក់ទ្រាប់គល់ស្លឹកគ្រៃបងប្អូនយើងដាក់ឲ្យរាងច្រើនបន្តិចមកហើយចាំយើងដាក់រំដេងមួយដុំប្រហែលជាប៉ុនមេជើងកាត់ជាដុំតូចជាមួយស្លឹកក្រូចសើចហ្នឹងប្រហែលជា 4-10 ស្លឹកហើយយើងលៃធ្វើម៉េចកុំឲ្យមាន់របស់យើងនឹងប៉ះជាមួយខ្ទះហាបងប្អូនធ្វើម៉េចឲ្យមាន់ហ្នឹងវានៅលើគល់ស្លឹកគ្រៃបានវាអត់ខ្លោចបន្ទាប់មកចាំយើងចាក់ប្រេងឆាចូលប្រេងឆាបងប្អូនដាក់ឲ្យរាងច្រើនបន្តិចមកដើម្បីកុំឲ្យវាខ្លោចហើយចំពោះគម្របរបស់ខ្ញុំនេះគឺក្របទៅវាទល់អញ្ចឹងណាបងប្អូនអញ្ចឹងហើយគឺខ្ញុំប្រើចានដៃក្របហ្មងទៅចំពោះភ្លើងបងប្អូនកុំប្រើខ្លាំងពេកប្រើភ្លើងតិចល្មមបានហើយព្រោះតែកាលណាប្រើភ្លើងខ្លាំងវាខ្លោចខាងក្រៅប៉ុន្តែអត់ទាន់ឆ្អិនទេបងប្អូនប្រើភ្លើងតិចហើយយើងអាសាប្រែវាចុះឡើងអញ្ចឹងណាមើលតែវាជិតឆ្អិនមកល្មមចាំបងប្អូនយកគ្រឿងដែលយើងលាយឲ្យស្រាប់នៅសល់នឹងលាបវាពីលើថែមបន្តិចទៀតមកហើយមាន់នឹងយើងមើលតែវារាងជិតឆ្អិនចាំបងប្អូនបន្ថែមបន្លែបានមានដូចជាស្ពៃក្តោបទុយោងចេកអីហ្នឹងហើយសម្រាប់មាន់ដុតអំបិលម្ទេសនេះរសជាតិគឺខ្ញុំធ្វើជ្រលក់ជាមួយទឹកត្រីកោះកុងណាបងប្អូនទឹកត្រីកោះកុងចង់ឲ្យមានរសជាតិឆ្ងាញ់បងប្អូនកុំដាក់អំបិលឬក៏កុំដាក់ម្សៅស៊ុបយើងដាក់តែទឹកត្រីប៊ីចេងស្ករហើយច្របាច់ក្រូចឆ្មាចូលទៅធានាថារសជាតិហ្នឹងគឺមកឆ្ងាញ់ហ្មងចំពោះបន្លែយើងមើលតែវាឆ្អិនមកល្មមបងប្អូនស្រង់វាចេញមកណាកុំទុកឲ្យវាលួយទៅកាលណាលួយគឺអត់ឆ្ងាញ់ទេហើយសម្រាប់រយៈពេលសរុបដែលខ្ញុំដុតឲ្យមាន់នឹងឆ្អិនល្អសបល់ឡើងក្រហមអញ្ចឹងគឺ1ម៉ោងណាបងប្អូនហើយមាន់នេះតែ1គីឡូទេវាអត់ធំពេកទេហើយចុងក្រោយហ្នឹងយើងប្រែវាចុះឡើងមើលតែសបល់របស់វាក្រហមគ្រប់ជ្រុងល្អអស់ហើយចាំយើងលើកវាចេញមកសម្រាប់រយៈពេលដែលខ្ញុំដុត1ម៉ោងហ្នឹងគឺអត់ដូចគ្នាណាបងប្អូនបើសិនជាមាន់យើងតូចជាងហ្នឹងឬក៏មាន់ចាស់មាន់ធំអីអញ្ចឹងទៅវាអាចរៀងយូររៀងអីជាងហ្នឹងអញ្ចឹងទៅហើយមាន់របស់ខ្ញុំដុតចេញមកគឺល្អមែនតែនបងប្អូនគឺវាឆ្អិនល្អហើយសាច់ខាងក្នុងរបស់វានឹងអត់រឹងអត់ខ្សោះទេយើងញ៉ាំទៅគឺវាមានជាតិទឹកក្នុងនឹងអញ្ចឹងណាញ៉ាំទៅគឺឡើងទន់ល្អមែនតែនហើយជ្រលក់ជាមួយទឹកត្រីកោះកុងគឺកាន់តែត្រូវជាតិគ្នាថែមទៀតហ្នឹងហើយបងប្អូននេះគឺមាន់ដុតអំបិលម្ទេសរបស់ខ្ញុំគឺបានធ្វើឆ្អិនរួចរាល់ហើយឥឡូវខ្ញុំមកភ្លក់បន្តិចដើម្បីប្រាប់បងប្អូនថារសជាតិរបស់គេនឹងយ៉ាងណាដែរអញ្ចឹងណាប៉ុន្តែពណ៌សបល់គឺល្អមែនតែនបងប្អូននេះហើយសម្រាប់មាន់ដុតអំបិលម្ទេសហ្នឹងគឺខ្ញុំអត់ញ៉ាំតែទេបងប្អូនគឺខ្ញុំញ៉ាំជាមួយនឹងទឹកត្រីកោះកុងអញ្ចឹងហើយរសជាតិគឺខ្ញុំអត់យកមកល្មមទេខ្ញុំយកឲ្យវានឹងរាងសាបបន្តិចអញ្ចឹងណាព្រោះអីគឺយើងអត់មានបន្លែមានអីផ្ទាប់ទៀតបងប្អូនមានជាទុយោងចេកស្ពៃក្តោបអីអញ្ចឹងណាប៉ុន្តែបើសិនជាយើងញ៉ាំតែសាច់មាន់តែទេអាចយករសជាតិមកល្មមហ្នឹងក៏បានដែរ
ពេលយើងលាយគ្រឿងមុនពេលប្រឡាក់មាន់ពេលនឹងបងប្អូនអាចភ្លក់មើលបានរសជាតិយើងសេរីទៅថាយើងជិះចិត្តប៉ុណ្ណាយកប៉ុណ្ណឹងអញ្ចឹងណានេះបងប្អូនសាច់មាន់របស់យើងគឺផុយល្អមែនតើបងប្អូនឆ្អឹងគ្រាន់តែបេះចេញមកគឺឡើងអាឡេះយកហ្មងផុយល្អមែនតើបងប្អូនហើយសម្រាប់មាន់របស់យើងអត់រឹងអត់ខ្សោះហើយបងប្អូនវានៅមានអាជាតិលក្ខណៈថារៀងទុំជូស៊ីក្នុងនឹងអញ្ចឹងណាហើយសម្រាប់រសជាតិរបស់វានឹងគឺមកឆ្ងាញ់ឯងបងប្អូនគាត់ថារៀងសាបបន្តិចអញ្ចឹងណាដោយសារតែខ្ញុំត្រូវជ្រក់ជាមួយនឹងទឹកត្រីកោះកុងឆ្ងាញ់មែនតើបងប្អូនសម្រាប់មាន់របស់ខ្ញុំនេះគឺខ្ញុំប្រើជាមាន់ស្រែបងប្អូនរសជាតិរបស់វាគឺឆ្ងាញ់ហ្មងហើយយើងលាយគ្រឿងលាយអីត្រូវអញ្ចឹងទៀតទៅគឺមកអែមឆ្ងាញ់បងប្អូនសូម្បីតែបន្លែក៏ឆ្ងាញ់ដែរសម្រាប់រសជាតិបងប្អូនឃើញថាខ្ញុំប្រឡាក់ម្ទេសច្រើនមែនតើប៉ុន្តែពេលឆ្អិនទៅអត់សូវហឹរទេបងប្អូនគឺហឹរតិចទេណានឹងឯងបងប្អូនឥឡូវគឺថាអស់ពីផ្លូវហើយសម្រាប់រសជាតិវិញគឺធានាឲ្យគឺមកឆ្ងាញ់ជាប់ចិត្តហ្មងណាហើយសម្រាប់វីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើសិនជាបងប្អូនមានជាមតិយោបល់ឬក៏ចម្ងល់អីអាច comment បានណាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗ